បងឃើញអូនមានស្ងួនដើរពីចម្ងាយបងនឹកស្មានថាស្រស់ឆោមឆាយមកពីនេះទីក្រុងភ្នំពេញតាមពិតឆោមយងកូនអ្នកទីក្រុងបានលងទៅវិញស៊ីវិល័យលើកអ្នកភ្នំពេញបងស្រឡាញ់ក្រមុំអីដែលអាដាមបាក់អញ្ជើញជាធិបតីនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យហើយក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅផងដែរចំពោះវត្តមានអាដាមលោកជំទាវអនុលោកស្រីអមអាដាមបាក់នាយករដ្ឋមន្ត្រីនៅក្នុងពិធីចែកដែលបានចូលរួមនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន7ភូមិមានភូមិត្រំភូមិឡាំវិញភូមិស្មាច់ភូមិឃ្លីភូមិយ៉ែមភូមិយ៉ាសំភូមិសើនិងភូមិចែកឃុំសើឃុំនៅស្រុកបកែខេត្តរតនគិរីនៃឱកាសនេះបាទឡាយរីយើងក៏ចឹងដែរបងប្អូនអាចគិតថាប្រវត្តិនឹងជូនតែនៅប្រវត្តិនឹងជូនរយៈមុនខាងទៅមករហូតថាថាក៏ទៅប៉ុន្តែយើងត្រូវមានស្អីតែថាកន្លែងផ្សេងទៀតខេត្តផ្សេងទៀតអត់ធ្វើបានដូចយើងនៅរតនគិរីនេះត្រូវរស់របស់យើងបើយើងមិនឃើញអាហ្នឹងយើងនៅប៉ុណ្ណឹងហើយតែបើយើងនឹកឃើញស្អីមួយសម្រាប់យើងទីមួយក្នុងប្រទេសទីពីរអ្នកចិត្តថាហើយខ្ញុំគិតស្អាតហើយហើយគាត់ធ្វើអញ្ចឹងក៏យ៉ាងដែរហើយយើងដឹងខ្លួនញាក់ខ្លួនហើយគេចាស់ថារៀនខ្លួនក៏ខ្លួនដែរពេលនេះយើងដឹងកន្លែងអីដែលយើងត្រូវធ្វើសាច់អីដែលយើងត្រូវធ្វើក្នុងហ្នឹងអត់គ្រប់ទៀតទេភ្លើងក៏យើងមានគ្រប់អ៊ីនធឺណិតក៏យើងមានគ្រប់កន្លែងបកាក៏យើងមានគ្រប់កាលពីមុនយើងមិនដឹងអត់ដឹងខ្លួនហ្មងចេះថាគិតតែមកពីថៃដល់យើងបត់ថៃកន្លែងបកាផ្លែឈើដល់យើងបត់គិតយើងធ្វើខ្លួនឯងទៅអានោះយើងទៅដល់ហើយតែកាលណាកន្លែងទៅទិញពីគេស្មើនឹងលុយហូតទៅវាបើទិញវានៅក្នុងស្រុកលុយនោះក៏ក្នុងស្រុកទៅហើយចេញទៅដល់ប៉ុណ្ណឹងខ្ញុំនិយាយទៅបាទមកអបអរសាទរជាមួយពុកម៉ែដែលបានហើយក៏មកអរគុណពុកម៉ែដែលបានចូលរួមមកវិញដូចនេះអរគុណស្រក់ទឹកនេត្រាធ្វើឲ្យអូនស្រក់ទឹកនេត្រាប្របីនេះខ្ញុំក្រមុំភូមិភៀងអេសានចិត្តស្មោះត្រង់ជាមួយប្រប្រានបានជាស្នេហ៍លុងមរណាបងស៊ូទៅស្បត់នៅមុខបងបត់អរិយអ្នកតាបងយ៉ាងឡំគង់ទីនៅថ្លាជាសញ្ញាស្នេហាសុខសាន្ត